Chẳngបានខ្ញុំចង់និយាយថាយើងគួរតែមានលទ្ធភាពរៀបចំរចនាសម្ព័ន្ធមួយនេះជំនួសពីការធ្វើស្អីផ្សេងគិតគូរពីរឿងស្អីរដ្ឋាភិបាលស្រមោលហ្នឹងអាហ្នឹងហើយដែលខ្ញុំចង់ឃើញថាតើយុទ្ធសាស្ត្រនយោបាយរបស់យើងនៅកន្លែងណាបងប្អូនខ្ញុំនិយាយកន្លែងនេះខ្ញុំសុំទោសបងប៉ុន្តែខ្ញុំត្រូវតែនិយាយប្រាប់ថាអ្នកដែលកំពុងតែធ្វើសកម្មភាពទាំងអស់នេះត្រូវយកវាមកគិតយើងត្រូវតែចងដៃឬក៏ចងសម្ព័ន្ធភាពឲ្យជាប់ជាមួយនឹងអ្នកដែលគេជួយយើងយ៉ាងហោចណាស់បើមិនបាន193ប្រទេសទេយ៉ាងហោចណាស់យើងបាន18ប្រទេសបើមិនបានទាំង18ប្រទេសដោយសារមួយចំនួននៃហត្ថលេខីហ្នឹងបានទៅគ្រប់គ្រងឬក៏បានទៅចោះចូលឬក៏បានផលប្រយោជន៍ដែលជាគូបដិបករបស់កម្ពុជាក៏អាចថាបានដែរឧទាហរណ៍អញ្ចឹងណាប៉ុន្តែយ៉ាងហោចណាស់ក៏យើងបាន4 10ឬក៏6 7ចាស់ឲ្យវាដើរទៅបាន6 7ដែលខ្ញុំថាដើរទៅបានហ្នឹងប្រទេសខ្លះដូចជាអូស្ត្រាលីដូចជាប្រទេសថៃដូចជាសហរដ្ឋអាមេរិកឬក៏បណ្ដាប្រទេសដែលនៅជាប់នឹងយើងដូចជាម៉ាឡេអីទាំងអស់ណាអ្នកដែលជាប់តាក់ទិនជាមួយនឹងការរើបំរាស់ពីរបបផ្ដាច់ការហ្នឹងណាគួរតែទៅចាប់ដៃឲ្យបានដូចជាជប៉ុនដូចជាអីចឹងណាគួរតែទៅចាប់ដៃឲ្យបានដើម្បីចងសម្ព័ន្ធភាពសាររើឬក៏រុះរើអដែងស្មារតី$23នឹងឡើងវិញហើយអំណាចឬក៏លទ្ធភាពដែលអាចធ្វើបានមិនមែនយើងគ្រាន់តែថាមិនដូចខ្ញុំនិយាយនៅលើបណ្ដាញសង្គមនេះទេខ្ញុំមិនមានលទ្ធភាពហើយក៏យើងនិយាយរបៀបនេះក៏វាអត់ទៅដល់ដែរអ្វីដែលទៅដល់គឺសេចក្តីថ្លែងការណ៍ឬក៏យើងហៅស្អីលិខិតបេសកកម្មឬក៏លិខិតតែងតាំងពីនាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលនៃប្រទេសហ្នឹងវាយត្រាផោងទៅបញ្ជូនតែងតាំងទៅថាបុគ្គលណាជាតំណាងប្រតិភូរបស់ប្រទេសណាហើយមុននឹងទៅតែងតាំងហ្នឹងយើងត្រូវរកលទ្ធភាពឲ្យមានក្រុមការងារឲ្យមានអ្នកដែលមានលទ្ធភាពធ្វើតំណែងតំណងទៅដល់ការិយាល័យរបស់ក្រសួងការបរទេសរបស់ប្រទេសនីមួយៗហ្នឹងណាដើម្បីជូនដំណឹងធ្វើយ៉ាងណាឲ្យថ្នាក់ដឹកនាំរបស់យើងនឹងបានទៅរៀបចំបង្ហាញខ្លួនរបស់ប្រតិភូយើងឬក៏តំណាងទូតរបស់យើងនៅទីនោះវាគួរតែកើតឡើងកន្លែងហ្នឹងណាបងប្អូនវាគួរតែកើតឡើងក៏ប៉ុន្តែរឿងដែលវាមិនកើតឡើងខ្ញុំក៏មិនដឹងដែរអញ្ចឹងណាខ្ញុំក៏មិនដឹងដែរថាហេតុអីបានជាវាអត់កើតឡើងអញ្ចឹងណាហើយអញ្ចឹងមកខ្ញុំថាចាំបាច់ខ្ញុំត្រូវតែនិយាយនៅទីនេះដើម្បីឲ្យបងប្អូនទាំងអស់គ្នាយកវាទៅគិតពិចារណាថាតើយើងត្រូវធ្វើរបៀបណាអញ្ចឹងណាហើយឧទាហរណ៍មួយបើសិនជាយើងមិនតែងតាំងបើសិនជាយើងមិនមានប្រតិភូតំណាងទេយើងនឹងធ្វើការតាមបណ្ដាញសង្គម Facebook ដូចរាល់ថ្ងៃអញ្ចឹងវាអត់ទៅណាទេបងប្អូនវាអត់ទៅណាទេហើយវានឹងចាយពេលមិនដឹងជាប្រហែលឆ្នាំទៀតទេឬក៏អាចនឹងសាបសូន្យទៅវិញខ្ញុំព្រួយបារម្ភកន្លែងហ្នឹងទេអញ្ចឹងបានវាតាក់ទងគ្នាជាមួយនឹងធនធានណាជួនកាលខ្ញុំនិយាយអំពីធនធានមិញខ្ញុំនិយាយថាទីមួយធនធានមនុស្សយើងមិនដឹងថាមិនហ៊ានឬក៏មិនបានគិតឬក៏យល់ថានឹងវាមិនចាំបាច់ពីព្រោះនៅក្នុងទស្សនៈមួយខ្ញុំមើលឃើញអញ្ចឹងភាគច្រើនថាដំណំច្រើនថាកិច្ចការទាំងអស់ហ្នឹងមិនចង់ឲ្យអ្នកណាធ្វើទេធ្វើខ្លួនឯងក៏ប៉ុន្តែធ្វើខ្លួនឯងហ្នឹងក៏ធ្វើអត់គ្រប់អញ្ចឹងណាប៉ុន្តែតំណាងប្រតិភូរបស់រដ្ឋាភិបាលនៃប្រទេសគ្រប់ប្រទេសទាំងអស់ហ្នឹងប្រទេសសំខាន់ដូចខ្ញុំនិយាយមិញអញ្ចឹងណាយ៉ាងហោចបើសិនតែយើងមានការទទួលស្គាល់ពី4 5 6ប្រទេសហ្នឹងណាយ៉ាងហោចយើងក៏មានទម្ងន់ការទូតឬក៏តំណែងដែរហើយលក្ខខណ្ឌទៅទៀតតែខ្ញុំមិននិយាយអំពីស្ថាប័នឬក៏ខ្ញុំក៏មិនដឹងថាគេប្រើពាក្យស្ថាប័នហ្នឹងមិនទេតាមពិតវាត្រូវក្រសួងបើសិនតែយើងនិយាយការពិតពីរដ្ឋាភិបាលនៃប្រទេសណាវាត្រូវក្រសួងហើយខ្លាចអីនឹងប្រើពាក្យក្រសួងពាក្យរដ្ឋាភិបាលនៃប្រទេសពាក្យនាយករដ្ឋមន្ត្រីពាក្យតែរដ្ឋមន្ត្រីក្រសួងការបរទេសឬក៏ក្រសួងស្អីចឹងទៅខ្លាចអីនឹងប្រើអានឹងបើយើងបង្កើតហើយណាវាអត់មានលក្ខខណ្ឌខុសច្បាប់ទេហើយបើនិយាយអំពីទស្សនៈផ្លូវច្បាប់តាក់ទងនឹងការរៀបចំនេះបងប្អូនចង់ដឹងអីបងប្អូនស្រាវជ្រាវរកខ្លួនឯងឬក៏ខ្ញុំក៏មានចំណុចខ្លះដែលខ្ញុំអាចចែករំលែកបានតែប៉ុន្តែខ្ញុំមិននិយាយនៅទីនេះឥឡូវតាក់ទងជាមួយនឹងប្រទេសឧទាហរណ៍ថាយើងមានតំណាងប្រតិភូដែលយើងតែងតាំងជាផ្លូវការរបស់រដ្ឋាភិបាលនៃប្រទេសនៅអូស្ត្រាលីឧទាហរណ៍ចឹងណាមានទូតរបស់យើងនៅអូស្ត្រាលីមួយរួចហើយរដ្ឋធំដូចជា Sydney ដូចជា Melbourne ឬក៏ដូចជា
នៅ Perth ឧទាហរណ៍អញ្ចឹងណារដ្ឋធំដែលមានពលរដ្ឋខ្មែររស់នៅទីនោះណាយើងមានកុងស៊ុលរបស់យើងហើយការណែនាំរបស់យើងទៅអូស្ត្រាលីដូចគ្នាថាដោយសាររបបក្រុងភ្នំពេញហ្នឹងវាខុសច្បាប់តាំងពីថ្ងៃហ្នឹងមកអញ្ចឹងណាដូច្នេះបច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរទាំងក្នុងហើយនិងក្រៅប្រទេសបានរៀបចំរដ្ឋាភិបាលនេះទេដែលនឹងបន្តកិច្ចការដើម្បីរំដោះយកប្រជាធិបតេយ្យពីកម្ពុជាមកវិញជូនប្រជាពលរដ្ឋខ្មែរអញ្ចឹងចាប់ពីពេលនេះតទៅយើងមានប្រតិភូតំណាងរបស់ប្រទេសជាតិយើងអញ្ចឹងណាឬក៏អង្គទូតរបស់រដ្ឋាភិបាលនេះទេជូនដំណឹងទៅរដ្ឋាភិបាលអូស្ត្រាលីជាផ្លូវការតែម្ដងចឹងនិយាយចឹងណារឿងថាសហការឬក៏ការផ្ដល់ឱកាសដើម្បីជជែកអំពីផែនការដោះស្រាយវិវាទឬក៏បញ្ហាកម្ពុជាចង់រដ្ឋាភិបាលអូស្ត្រាលីហ្នឹងគេទៅនិយាយជាមួយរបបក្រុងភ្នំពេញរឿងរបស់គេប៉ុន្តែបើកិច្ចការខ្លះតាក់ទងជាមួយដូចបច្ចុប្បន្នបើសិនជាអង្គទូតរបស់យើងដែលមានក្រុមការងារតាក់ទងជាមួយការស្រាវជ្រាវអំពើពុករលួយការគម្រាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីឧទាហរណ៍អញ្ចឹងណាឬក៏កិច្ចការផ្សេងៗដែលតាក់ទងជាមួយនឹងអន្តរប្រវេសន៍ឬក៏ផ្សេងដែលអង្គទូតខ្មែររបស់រដ្ឋាភិបាលនេះទេមានសមត្ថភាពទៅធ្វើការបង្ហាញឬក៏មានទិន្នន័យទៅប្តឹងឬក៏សុំធ្វើសវនកម្មជាមួយនឹងរដ្ឋរបស់អូស្ត្រាលីនៅក្នុងរដ្ឋណាមួយអញ្ចឹងណាជាកម្រិតមូលដ្ឋានក៏ដោយជាកម្រិតជាតិក៏ដោយជាកម្រិតregional ឬក៏ជា federal ក៏ដោយបើអង្គទូតរបស់យើងមានលទ្ធភាពយករឿងពួក scam យករឿងពួកអំពើពុករលួយយករឿងប្រព័ន្ធរបស់ពួកជួញដូរគ្រឿងញៀនអីហ្នឹងណាទៅប្តឹងទៅរាយការណ៍ទៅទប់ទល់ទប់ស្កាត់ដើម្បីសុវត្ថិភាពរបស់អូស្ត្រាលីហ្នឹងណាខ្ញុំជឿថាអូស្ត្រាលីគេនឹងសហការជាមួយនឹងពួកយើងតែគេមិនសហការក៏មិនបញ្ហាដែរក៏ប៉ុន្តែយើងត្រូវចាប់ផ្ដើមពីកន្លែងចាំរឿងគឺវាត្រូវដើរពីកន្លែងហ្នឹងយើងមិនអាចមករៀបចំរដ្ឋាភិបាលនឹងហើយអង្គុយ live show នៅលើ Facebook ទេខ្ញុំគិតអញ្ចឹងណាបងប្អូន